ជាដំបូងសូមគោរពនឹងជម្រាបសួរដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះខ្ញុំបាទឈ្មោះជាចម្រើនរៀននៅថ្នាក់ទី10ដែលស្ថិតនៅក្នុងវិទ្យាល័យភពព្រៃនិងជាសមាជិកម្នាក់នៃក្លឹបគណិតវិទ្យាថ្ងៃនេះគឺខ្ញុំមកបកស្រាយជំពូកទី1ពហុធាតុដែលខ្លឹមសាររបស់យើងគឺ2.2វិធីបូកនិងវិធីដកនៃពហុធាតុជាទូទៅដើម្បីបូកឬដកពហុធាតុដែលគេត្រូវបូកឬដកពហុធាតុដែលមានឯកធាតុដូចគ្នាគឺឯកធាតុដែលមានដូចគ្នានឹងគឺជាឯកធាតុដែលមាននៅផ្នែកអខេដូចគ្នាឥឡូវយើងចូលដល់ឧទាហរណ៍របស់យើងគេឲ្យឧទាហរណ៍គេឲ្យពហុធាតុ a ស្មើ 2x ការ៉េបូក 4x ដក 2 និង b ស្មើ 4x ការ៉េដក 3x ដក 2 គេឲ្យយើងគណនា a បូក b និង a ដក b ការបកស្រាយចម្លើយរបស់យើងគណនាផលបូកនិងផលដកនៃពហុធាតុខាងក្រោមដោយឯកពហុធាតុតួ a របស់យើងគឺ 2x ការ៉េបូក 4x ដក 2 បូកជាមួយនឹង 4x ការ៉េដក 3x ដក 2 ហើយយើងបដុំឯកធាតុណាដែលមានផ្នែកអខេដូចគ្នាយើងបាន 2x ការ៉េបូកជាមួយនឹង 4x ការ៉េហើយបូកជាមួយនឹង 4x ដកជាមួយនឹង 3x ហើយដក 2 ជាមួយនឹងដក 2 យើងបានចម្លើយ6x ការ៉េបូកជាមួយនឹង x ដែល 4x ដកជាមួយនឹង 3x គឺស្មើនឹង x ហើយដក 2 ដកជាមួយនឹង 2 គឺស្មើនឹងដក 4 ដូចនេះ a បូក b របស់យើងគឺស្មើ 6x ការ៉េបូក x ដក 4 ឥឡូវយើងចូលទៅដល់ការគណនា a ដក b របស់យើងវិញយើងបាន 2x ការ៉េបូកជាមួយនឹង 4x ដកជាមួយនឹង 2 ហើយដកជាមួយនឹង 4x ការ៉េដក 3x ដកជាមួយនឹង 2 យើងបដុំតួឯកធាតុណាដែលមានផ្នែកអខេដូចគ្នាយើងបដុំមក 2x ការ៉េដកជាមួយនឹង x ដែលយើងត្រូវគុណសញ្ញាចូលយើងបានដក 4x ការ៉េអញ្ចឹងយើងបាន 2x ការ៉េដកជាមួយនឹង 4x ការ៉េហើយបូកជាមួយនឹង 4x បូកជាមួយនឹង 3 ដែលសញ្ញាដកគុណជាមួយនឹងដក 3x គឺយើងបានបូក 3x អញ្ចឹងយើងបានបូក 4x បូក 3 ហើយដក 2 នេះគឺយើងត្រូវយកដក 2 ហើយដកគុណជាមួយនឹងដក 2 គឺយើងបានបូក 2 អញ្ចឹងយើងបានចម្លើយដក 2x ការ៉េបូកជាមួយ 7x ដូចនេះ a ដក b គឺស្មើដក 2x ការ៉េបូកជាមួយ 7x ជាចុងក្រោយការបកស្រាយរបស់ខ្ញុំបាទក៏ឈានមកដល់ទីបញ្ចប់ខ្ញុំសូមអរគុណចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំដោយយកចិត្តទុកដាក់